តែរំអួយមកសុំនេះសុំនោះពីយើងតែប៉ុណ្ណោះសូមថ្វាយបង្គំព្រះអង្គយប់នេះខ្ញុំម្ចាស់បានធ្វើទឹកទទឹមពិសេសមកថ្វាយព្រះអង្គសូមសោយក្រាបទូលសេរសាននាងមិនបាច់យកចិត្តយើងទេថ្ងៃនេះយើងគ្មានអារម្មណ៍ចង់សោយឬស្ដាប់នាងនិទានរឿងអ្វីទាំងអស់ព្រោះយប់នេះពេលនាងរួមមេត្រីជាមួយនឹងយើងហើយព្រឹកស្អែកយើងនឹងឲ្យឪពុកនាងយកនាងទៅប្រហារជីវិតព្រះអង្គខ្ញុំម្ចាស់ធ្លាប់បានទូលថ្វាយព្រះអង្គរួចហើយថាខ្ញុំម្ចាស់មានបំណងចង់ទៅកើតនៅឋានសួគ៌ដូច្នេះបើព្រះអង្គមិនចង់ស្ដាប់ឲ្យខ្ញុំម្ចាស់និទានរឿងបន្តទៀតទេខ្ញុំម្ចាស់អត់ប្រកែកមួយម៉ាត់នៅការប្រទានទោសប្រហារជីវិតនោះទេសេរសាននាងនិយាយបែបនេះចង់ឌឺដងយើងមែនទេយើងសួរនាងបើនាងស្លាប់ទៅជឿថាទៅកើតនៅឋានសួគ៌បានដែរទេក្រាបទូលព្រះអង្គធម្មតាមនុស្សយើងដែលធ្វើអំពើល្អនិងសេចក្តីស្មោះត្រង់ការប្រាថ្នាទៅកើតនៅឋានសួគ៌ប្រកាសជាបានសម្រេចព្រោះនេះជាពាក្យទូន្មានរបស់ព្រះដោយសពថ្ងៃនេះចឹងព្រះអង្គតែងតែថ្វាយបង្គំព្រះប្រាថ្នាអ្វីគឺប្រាថ្នានៅសេចក្តីសុខនិងពេលស្លាប់ទៅឲ្យបានទៅកើតនៅឋានសួគ៌តែរឿងខ្លះការធ្វើប្រតិបត្តិដោយមិនជ្រះថ្លាក្នុងចិត្តនោះគឺមិនបានផលសម្រេចដែរប្រសានណាស់សេរសានហាក់ដូចជាដឹងចិត្តយើងច្បាស់នាងឆ្លើយតបយើងគ្មានសេចក្តីតក់ស្លុតបន្តិចនាងពិតជាស្រីក្លាហាននិងមានបញ្ញាដោះស្រាយបញ្ហាចំពោះមុខបានយ៉ាងល្អិតល្អន់ស្រែកបែបនេះយើងមិនដែលធ្លាប់ជួបពីមុនមកសោះហើយបាញ់ចាញ់មិនដាច់សោះព្រោះនាងធ្វើអ្វីដូចជាចេញពីចិត្តទាំងអស់មិនមែនសម្ដែងទេបើនាងដូចមនុស្សស្រីដទៃមែននោះនាងមិនមែនស្ម័គ្រចិត្តមករួមមេត្រីជាមួយយើងទាំងបថុយជីវិតហើយរមមធ្យោបាយនិទានរឿងឲ្យយើងស្ដាប់យ៉ាងជក់ចិត្តមកដល់ថ្ងៃនេះដែរការនេះយើងគួរតែសូមថ្វាយបង្គំព្រះអង្គលោកអបរាជលោកយករាជសារនេះទៅកាន់នគរសាមគ្គជាបន្ទាន់ព្រោះយើងមានការចាំបាច់ណាស់ចង់ឲ្យព្រះអនុជយាងមកនគររបស់យើងទទួលរាជបញ្ជាព្រះអង្គតើព្រះអង្គមានអ្វីផ្ដែផ្ដាំទៅកាន់ព្រះអង្គម្ចាស់សាសនងទៀតដែរទេក្រាបទូលមិនមានទេលោកយករាជសារយើងទៅថ្វាយព្រះអនុជតាមតែរាជបញ្ជារបស់យើងទៅគឺបានហើយចំណែកលោកអគ្គសេនាត្រៀមរៀបចំទទួលព្រះអនុជយើងឲ្យបានឱឡារិកផងទទួលរាជបញ្ជាក្រាបទូលលោកអបរាជពេលដែលខ្ញុំឮព្រះអង្គដាក់រាជបញ្ជាឲ្យលោកយករាជសារទៅថ្វាយព្រះអង្គម្ចាស់សាសនងបែបនេះខ្ញុំមានការព្រួយបារម្ភណាស់ព្រោះប៉ុន្មានឆ្នាំមុនក៏មានហេតុការណ៍កើតឡើងដូចគ្នាដែរខ្ញុំក៏គិតដូចលោកដែរលោកអគ្គសេនាពេលនេះកូនស្រីរបស់លោកកំពុងតែកែប្រែប្រតិរបស់ព្រះអង្គចុះបើសភាពការប្រែប្រួលនោះយើងគិតធ្វើយ៉ាងម៉េចទៅខ្ញុំក៏គ្មានមធ្យោបាយដែរលោកអបរាជមានតែបន់ព្រះសំពះទេវតាឲ្យជួយកូនស្រីខ្ញុំឲ្យរួចផុតពីទោសប្រហារជីវិតចុះហើយព្រះជាម្ចាស់អើយបើព្រះអង្គបញ្ជូនសេរសាទឲ្យមកជួយដោះទុក្ខស្ត្រីនៅក្នុងព្រះនគរនេះហើយសូមព្រះអង្គជួយថែរក្សានាងឲ្យរួចផុតពីទុក្ខទោសទាំងឡាយផងព្រោះគ្មាននរណាម្នាក់ដែលមានសមត្ថភាពនិងបញ្ញាដូចជាសេរសាទទេពិតមែនទេលោកពុកតើព្រះអង្គផ្ញើព្រះរាជសារបន្ទាន់ទៅព្រះអង្គម្ចាស់សាសនងដើម្បីអ្វីទៅក្នុងនគរពុំមានស្ត្រីណាឈ្លានពានទេចុះហេតុអ្វីក៏មានរាជសារទៅបន្ទាន់បែបនេះបងស្រីតាមមើលទៅសភាពការនេះមិនស្រួលទេយើងគិតធ្វើយ៉ាងម៉េចទៅមែនហើយកូនស្រីពុកព្រួយបារម្ភណាស់លោកពុកប្អូនស្រីសូមកុំភ័យតក់ស្លុតអីអ្វីដែលត្រូវកើតឡើងគឺត្រូវតែកើតឡើងបញ្ហាចំពោះមុខខ្ញុំមិនរៀបថយទេបើទោះជាព្រះអង្គចេញរាជបញ្ជាឲ្យយកខ្ញុំទៅប្រហារជីវិតក៏ដោយក៏ខ្ញុំមិនញញើតដែរព្រោះខ្ញុំស្លាប់ដោយមានតម្លៃណាស់កូនស្រីមិនក៏កូននិយាយបែបនេះសេរសាទនាងហូបម្ហូបឲ្យច្រើនទៅព្រោះនាងទើបតែជាពីឈឺណាអរព្រះគុណព្រះអង្គថ្ងៃនេះព្រះអង្គយកប្រតិទុកដាក់នឹងខ្ញុំម្ចាស់ខ្លាំងណាស់ខ្ញុំម្ចាស់ពិតជាអរព្រះគុណជាអនេកបការតែខ្ញុំម្ចាស់សូមទូលព្រះអង្គតាមត្រង់ចុះមនុស្សយើងតែងតែសម្គាល់ទឹកចិត្តគ្នាដោយសេចក្តីត្រង់ទៅត្រង់មកនេះគឺជាសុភមង្គលមួយដែលបង្ហាញពីក្តីស្រឡាញ់ពិតប្រាកដព្រះអង្គព្រះជាម្ចាស់មានបន្ទូលថាសេចក្តីស្នេហារបស់មនុស្សគឺជាទុក្ខធំបំផុត
ព្រោះមនុស្សយើងបើស្រឡាញ់ខ្លាំងក៏ឈឺខ្លាំងទុកសោកក៏ខ្លាំងឈឺចាប់ក៏ខ្លាំងគ្មានអ្នកណាម្នាក់ចង់ជួបទេតែមនុស្សដែលកើតក្នុងផែនដីនេះកម្រជាផុតណាស់សូម្បីតែព្រះជាម្ចាស់ដែលធ្លាប់កើតលើផែនដីក៏ធ្វើសេចក្តីប្រាថ្នាឲ្យចាក់ផុតពីទុក្ខនេះដែរអញ្ចឹងហើយបានជាខ្ញុំម្ចាស់ចូលមកបម្រើព្រះអង្គដោយសេចក្តីស្មោះស្ម័គ្រព្រោះខ្ញុំម្ចាស់គិតថាព្រះអង្គដូចជាព្រះអាទិទេពហើយមនុស្សគ្រប់គ្នាប្រាថ្នាចង់មកនៅជិតព្រះអង្គណាស់តែធម្មតាបើព្រះអង្គម្ចាស់មិនសន្តោសប្រោសប្រទានពរហើយមនុស្សដែលនៅជិតខ្លួនទេមនុស្សគ្រប់គ្នាទាំងអស់ក៏មិនអាចជំទាស់នឹងព្រះជាម្ចាស់បានដែរសេរសានមិនក៏នាងហ៊ាននិយាយបែបនេះចំពោះយើងព្រះអង្គសូមរាជទានទោសខ្ញុំម្ចាស់និយាយពាក្យពិតតាមបន្ទូលព្រះជាម្ចាស់តែប៉ុណ្ណោះខ្ញុំម្ចាស់សូមចិត្តស្លាប់ដោយរក្សានៅសច្ចៈរបស់ខ្ញុំពុំធ្វើជាមនុស្សដែលត្រូវគេនិន្ទាស្លាប់ដោយសេចក្តីពុំស្មោះត្រង់ឡើយនេះហើយជាសេចក្តីប្រាថ្នារបស់ខ្ញុំម្ចាស់ដែលចង់ទៅកើតនៅឋានសួគ៌នោះសេរសានយើងសូមសរសើរនៅសច្ចៈភាពរបស់នាងហើយតែត្រឹមពាក្យនាងនិយាយតែប៉ុណ្ណោះមិនទាន់ធ្វើឲ្យយើងនេះរំភើបចិត្តទេយើងរងចាំមើលនាងតទៅទៀតតើនាងពិតជាធ្វើបានដូចមាត់ដែរទេព្រះពរព្រះអង្គពាក្យចាស់ពោលថារនាបបាក់យករនាបជួសសំដីហួសគ្មានអ្វីជួសបានទេទឹកដែលចាក់ទៅលើដីហើយក៏មិនអាចដួសមកវិញបានដែរខ្ញុំម្ចាស់គឺជាទឹកដែលចាក់ទៅលើផែនដីនោះហើយព្រះអង្គល្អណាស់សំដីនាងមួយម៉ាត់ពិតជាមានន័យមែនយប់នេះយើងចង់ស្ដាប់នាងនិទានរឿងទៀតកុំភ្លេចដាស់យើងផងណាព្រះពរព្រះអង្គព្រះអង្គម្ចាស់ហ្សាហារ៉ាសម្លឹងមុខនាងសេរសាទញញឹមជាប់ព្រោះព្រះអង្គបានពិសោធន៍ចិត្តនាងហើយនាងក៏បានធ្វើឲ្យព្រះអង្គខកប្រតិដែរចំណែកឌីណាសាទវិញភ័យឡើងបែកញើសត្រជាក់ចុងដៃចុងជើងអស់ព្រោះនាងមិនយល់ពីសម្ដីបងស្រីនាងនិយាយអំបញ្ញមិញនេះទេហើយព្រះជាម្ចាស់ហើយមើលទៅខ្ញុំកាំងបេះដូងស្លាប់ហើយតើបងស្រីនឹងព្រះអង្គកំពុងតែចង់ធ្វើអីទៅម្នាក់និយាយបែបនេះម្នាក់និយាយបែបនោះហើយខ្ញុំមិនយល់ទេហើយ